បើក្បាលនិស្សិតរឿងខ្ញុំនិងគ្នារបស់ខ្ញុំកំពុងដេកសម្រាប់ player Dream ក្រហមម្នាក់ដំណើរសាច់រឿងនេះចាប់ដើមឡើងដោយខ្ញុំនិងគ្នារបស់ខ្ញុំកំពុងតែធ្វើការក្លំមើល player Dream ក្រហមក៏ដូចជាចាំស្កាក់វាយ player នោះដើម្បីសងសឹកចូលមកណាគឺវាមកនេះយូរហើយម៉ាណាសង្ស័យវាខ្លាចហ៊ានមកហ្នឹងអត់បាត់ធីមក្រោយពីបានធ្វើការរងចាំមួយសន្ទុះក្រោយមកខ្ញុំក៏បានឃើញ player Dream ក្រហមនោះនោះ player ហ្នឹងតាវាមកហើយទេឥឡូវចូលចិត្តគ្នាអស់មកនេះគប់ poison គេមកកុំឲ្យចាំអស់គ្នាតគ្នាយើងទាំងមួយហើយឡើងចូលបន្ទាប់មកខ្ញុំបានគប់ជាមួយនឹង Enapel ចូលទៅចិត្ត player នោះតែម្ដងកន្លែងនេះខ្ញុំពិតជាឆ្ងល់មែនតើព្រោះអីដំបូងខ្ញុំមានឃើញ player មួយនិង player Dream ក្រហមមួយប៉ុន្តែហេតុអីបានជាបាត់ player Dream ក្រហមនោះដោយគ្មានការសង្ស័យច្រើនខ្ញុំក៏បានធ្វើការវាយប្រហារ player នោះតែម្ដងដាក់វាទៅយើងបោកវាយវាដែរកន្លែងនេះដែរខ្ញុំក៏បានវាយ player នោះថប់ទៅធំអស់មួយទៅថប់ទៅមួយដេញវាទៀតចិត្តមកហើយកន្លែងនេះខ្ញុំកំពុងតែវាយ player នោះសុកក៏បានមានរឿងចម្លែកមួយកើតឡើងជួយ player Dream ក្រហមនេះតាហើយយកមួយយូរហើយបាត់ណែហើយអ្វីទីចេញមកកន្លែងនេះខ្ញុំក៏បានថប់ទៅថប់អស់មួយទៅរួចមកខ្ញុំក៏ព្យាយាមដកឃ្លាចេញពីកន្លែងនោះដើម្បីហៀលឈាមវិញតែវាបានហៀលឈាមពេញវិញមកខ្ញុំក៏បានត្រឡប់ទៅជួយគ្នារបស់ខ្ញុំវិញនៅត្រង់ចំណុចនេះខ្ញុំជាប់ខប់ web រួចមកក៏បានបែកទៅធំអស់មួយទៀតទៅហើយដឹងថាខ្ញុំអាចនឹងស្លាប់គ្រប់ពេលរួចមកខ្ញុំក៏បានដូរពី shield មកកាន់ totem វិញហើយបានអត់ player Dream ក្រហមទៅណាបារ៉េនេះសតឯងដាក់ខុសពេលវាជាប់ហ្នឹងវាបង្កប់ចាំក្នុងឡងពេលដែល player នោះបានបាត់ខ្លួនម្ដងទៀតខ្ញុំនិងគ្នារបស់ខ្ញុំព្យាយាមវាយសម្រាប់ player នេះខ្លាំងមែនតើ
ប៉ុន្តែជាអកុសលសន្ទុះក្រោយមក player ត្រៀមក្រហមនោះក៏បានធ្វើការត្រឡប់មកវិញ ហ្នឹងដាក់វាទៅវាយវាប្រងាប់ចោលទៅបាក់ទៅ បាច់ទុកជីវិតអីវាព្រោះអីអញមានគំនុំជាមួយនឹង player ត្រៀមក្រហមនឹងខ្លាំងណាស់ ជួយអង្គាផ្លេត្រៀមក្រហមមកវិញឯងពួកឯងប្រយ័ត្នពួកឯងចោលសម្រាប់កូនទៅរបស់យើងផងណាត្រៀមខ្លួនទៅពួកឯង ពេលនោះហើយគឺជាពេលដែលខ្ញុំបានលើសំឡេងមួយនោះម្ដងទៀត អត់ទេសប្បាយ ក្រោយពីបានបាត់បង់សមាជិកម្នាក់ក្រោយមកខ្ញុំក៏ព្យាយាមរត់ចាកចេញពីការប្រយុទ្ធមួយនេះនិងព្យាយាមរក្សាជីវិតនៅក្នុងការសងសឹកនៅលើកក្រោយទៀតពីរត់មួយសន្ទុះក្រោយមកខ្ញុំក៏បានលើសំឡេងនោះម្ដងទៀតហើយគ្នារបស់ខ្ញុំម្នាក់ទៀតដែលនៅសល់ចុងក្រោយនោះក៏បានស្លាប់បាត់បង់ជីវិតនៅត្រង់ចំណុចនេះ The man was right. កន្លែងនេះដែរគឺពិតជាសាមមែនតែនដោយខ្ញុំបានធ្វើប្រហែសរឿងមួយ